ជាដំបូងសូមគោរពជំរាបសួរដល់អ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងលើកយកយន្តហោះគ្មានរូបបើកកម្ពុជារបស់ពិភពលោកទាំង5នៅឆ្នាំ2025យកមកបង្ហាញអ្នកទាំងអស់គ្នាយន្តហោះប្រយុទ្ធគ្មានរូបបើកកំពុងតែមានឥទ្ធិពលក្នុងសមរភូមិយន្តហោះគ្មានរូបបើកយោធាល្អបំផុតរបស់ពិភពលោកបាននាំមកនូវសមត្ថភាពក្នុងការវាយប្រហារច្បាស់លាស់ការឆ្លប់យកការនិងការឃ្លាំមើលដែលមិនធ្លាប់មានពីមុនមកនិងគ្មានគ្រោះថ្នាក់ដល់មនុស្សនៅពេលដែលត្រូវបានចាត់ទុកថាជាឧបករណ៍ពិសេសមួយយន្តហោះគ្មានរូបបើកឥឡូវនេះគឺជាគ្រឿងសព្វាវុធដ៏សំខាន់នៅក្នុងឃ្លាំងអាវុធកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការកាត់បន្ថយគ្រោះថ្នាក់ដល់ទាហាននិងភាពស្វ័យប្រវត្តិកម្មមិនដែលមានកម្រិតខ្ពស់ជាងសប្តាហ៍ថ្ងៃនេះទេហើយយន្តហោះគ្មានរូបបើកយោធាល្អបំផុតមួយចំនួនកំពុងត្រូវបានបញ្ជាទិញរាប់សិបគ្រឿងដោយពួកមហាអំណាចមិនថាវាជាយន្តហោះ MQ Reaper ដែលធន់នឹងការប្រយុទ្ធការចំណាយមានសិទ្ធិភាពនិងការកំទេចសត្រូវដោយ Bayraktar TB2 ឬទីផ្សារយន្តហោះគ្មានរូបបើកថ្មីដែលកំពុងលេចចេញមកពីប្រទេសចិននិងរុស្ស៊ីយន្តហោះគ្មានរូបបើកយោធាល្អបំផុតដែលកំពុងផ្លាស់ប្ដូរអនាគតនៃសង្គ្រាមលើអាកាសហើយនេះខ្ញុំសូមលើកយកកម្ពុជាយន្តហោះគ្មានរូបបើកទាំង5របស់ពិភពលោកមកបង្ហាញអ្នកនរគ្នាទី5 Costa Orion របស់ប្រទេសរុស្ស៊ីប្រភេទដ្រូនបំពាក់គ្រឿងប្រយុទ្ធសម្រាប់ធ្វើការវាយប្រហារដែលអភិវឌ្ឍដោយក្រុមហ៊ុន Costa Group ចាប់តាំងពីឆ្នាំ2011និងដាក់ឲ្យប្រើប្រាស់ក្នុងកងទ័ពរុស្ស៊ីតាំងពីឆ្នាំ2020វាអាចផ្ទុកគ្រប់យុទ្ធភ័ណ្ឌដូចជា Guy Bomb KAB-20 KAB-50 Viger-1 Air to Ground Missile ដែលមានទម្ងន់រហូតដល់250គីឡូក្រាមជាមួយនឹងសមត្ថភាពនៃការហោះហើរបានរយៈពេល24ម៉ោងងាយស្រួលសម្រាប់ធ្វើការវាយប្រហារក្នុងបរិបទការរយៈចម្ងាយឆ្ងាយដូចជានៅស៊ីរីនិងអ៊ុយក្រែនបើប្រៀបធៀបជាមួយនឹង Wing-Long 2របស់ប្រទេសចិនវាផ្ទុកគ្រឿងសព្វាវុធបានតិចជាងនិងប្រហាក់ប្រហែលជាមួយនឹង TB2 និង NK របស់ប្រទេសទូគីចំពោះតម្លៃរបស់វាប្រហែល5ទៅ10លានដុល្លារក្នុងមួយគ្រឿងទី4 CAIG Wing-Long 2របស់ប្រទេសចិនដ្រូននេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន China Chengdu Aircraft Industry Group ដែលមានសមត្ថភាពអាចហោះហើរក្នុងរយៈកម្ពស់មធ្យមនិងបំពេញបរិបទការរយៈចម្ងាយឆ្ងាយសមស្របសម្រាប់បំពេញបេសកកម្មឆ្លប់យកការនិងការវាយប្រហារសត្រូវបើសាក់កលេចមកមើលពីតម្លៃរបស់វាដ្រូននេះមានតម្លៃប្រហែលពី1ទៅ5លានប៉ុណ្ណោះបើប្រៀបធៀបជាមួយនឹងដ្រូន MQ9 របស់អាមេរិកខុសគ្នា6ទៅ7ដងនៃតម្លៃរបស់វានិងទទួលបានការចាប់អារម្មណ៍ពីតំបន់អាស៊ីបូព៌ាអាហ្វ្រិកនិងអាស៊ីជាដើមដ្រូន Wing-Long 2ត្រូវបានបញ្ចេញជាសាធារណៈកាលពីឆ្នាំ2015និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំតែមួយជាមួយនឹងសមត្ថភាពប្រហាក់ប្រហែល MQ9 ដែលអាចពំនាំគ្រាប់ចំនួន480គីឡូក្រាមដូចជា HJ-10 Anti-Tank Missile និងពិសាយបមចំនួន12គ្រាប់ដ្រូននេះអាចហោះហើរលើផ្ទៃអាកាសចំនួន32ម៉ោងនិងល្បឿន370គីឡូម៉ែត្រក្នុង1ម៉ោងទី3 Thai NK របស់ប្រទេសទូគីដ្រូន Thai NK ហោះហើរលើកដំបូងកាលពីឆ្នាំ2010និងត្រូវបានដាក់ឲ្យប្រើប្រាស់ដោយកងទ័ពអាកាសប្រទេសទូគីកាលពីឆ្នាំ2016ជាមួយ version NKA បន្ទាប់មក version ថ្មី NKB ហោះហើរជាលើកដំបូងក្នុងឆ្នាំ2015ដែលមានសមត្ថភាពអាចផ្ទុកគ្រាប់បានច្រើនជាង version ចាស់ចំណុចចុងក្រោយនៃ NK គឺ NKS ដោយធ្វើទំនើបកម្មបំពាក់នៅអង្គតែន Satcom អាចគ្រប់គ្រងតាមរយៈ Satellite និងគ្រឿងភ្ជាប់សព្វាវុធដែលអាចភ្ជាប់សព្វាវុធបានច្រើនប្រភេទដ្រូននេះមានសមត្ថភាពហោះហើរបានរយៈពេល30ម៉ោងជាងសមត្ថភាពខ្ពស់ជាង TB2 ដែលជាសមិទ្ធផលមួយទៀតរបស់ប្រទេសទូគីនិងពំនាំសព្វាវុធបានចំនួន359គីឡូក្រាមជាមួយនឹងតម្លៃ10ទៅ20លានដុល្លារនាឆ្នាំ2026ពេលខាងមុខនេះដ្រូន version ថ្មីគឺដ្រូន AK3 នឹងត្រូវលេចរូបរាងឡើងជាមួយនឹងបំពាក់នៅម៉ាស៊ីនចំនួន2ដែលមានសមត្ថភាពហោះហើរល្បឿន Supersonic ទី2ដ្រូន Bayraktar TB2 របស់ប្រទេសទូគីដ្រូន Bayraktar TB2 ជាប្រភេទដ្រូនយោធាពេញនិយមជាងគេក្នុងសង្គ្រាមដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនទូគី Bayrak Defense ការចាប់ផ្ដើមនៃឧស្សាហកម្មដ្រូនបានផ្ដល់នូវភាពបត់បែនប្រសិទ្ធភាពនិងការដាក់ពង្រាយកងទ័ពដែនអាកាសដែលមានឥទ្ធិពលដ្រូន Bayraktar TB2 ត្រូវបានហោះហើរលើកដំបូងកាលពីឆ្នាំ2009និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងកងទ័ពប្រទេសទូគីកាលពីឆ្នាំ2014និងត្រូវបានទទួលស្គាល់មួយក្នុងចំណោមដ្រូនយោធាដទៃទៀតក្នុងការបំពេញបេសកកម្មប្រយុទ្ធជោគជ័យក្នុងសង្គ្រាមស៊ីរីលីបង់និងអ៊ុយក្រែនគុណសម្បត្តិរបស់វាគឺការចំណាយតិចក្នុងពេលបរិបត្តិការម្ដងបើប្រៀបធៀបជាមួយនឹង MQ9 ត្រូវការផ្លូវរត់សាមញ្ញការចំណាយថែទាំទាបបាននិយាយពីបរិបត្តិការក្នុងសមរភូមិដ្រូននេះបានវាយប្រហារនៅប្រព័ន្ធការពារដែនអាកាសរុស្ស៊ីរថក្រោះរថពាដែកអស់ជាច្រើនគ្រឿងចំពោះការពេញនិយមរបស់ដ្រូននេះត្រូវបានប្រើប្រាស់ក្នុងចំនួនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនប្រទេសអាសាបៃសង់កាតាអេជូពីលីបង់ជាដើមទី1 General Atomic MQ9 Reaper របស់ប្រទេសសហរដ្ឋអាមេរិកដ្រូន MQ Reaper ជាដ្រូនស្តង់ដារកម្ពុជាសម្រាប់ការប្រយុទ្ធវាត្រូវបានគេគ្រប់គ្នាទទួលស្គាល់ពីភាពស្ទាត់ជំនាញការហោះហើរបានរយៈពេលយូរបំពាក់សព្វាវុធបានច្រើននិងមានបទពិសោធន៍ក្នុងការប្រយុទ្ធជាច្រើនក្នុងប្រទេសអាហ្គានីស្ថានអ៊ឺរ៉ាក់ស៊ីរីយេម៉ែននិងសូម៉ាលីដ្រូន MQ9 Reaper ជាដ្រូនស្នងតំណែងចេញពីដ្រូន MQ1 Predator និងជាសព្វាវុធសំខាន់ក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តយោធាជុំវិញពិភពលោក
drone នេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន General Atomics នៅដើមទសវត្សរ៍ឆ្នាំ 2000 ហោះហើរលើកដំបូងនៅឆ្នាំ 2001 និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងកងទ័ពជើងអាកាសអាមេរិកកាលពីឆ្នាំ 2007 ជាមួយនឹងការបន្តធ្វើទំនើបកម្មផ្នែក Sensor AI Assistant Autonomy និងការពង្រឹងសមត្ថភាពបន្ថែមសមត្ថភាពរបស់ drone នេះអាចហោះហើរបានរយៈពេល 24 ម៉ោងជាមួយនឹងរយៈចម្ងាយពំនាំគ្រាប់ Hellfire Missile JDAM និង GBU-12 Paveway Bomb ទម្ងន់ប្រហែល 1700 គីឡូក្រាមនិងបំពាក់ Synthetic Aperture Radar Electro Optical Infrared Camera និង Laser Targeting នាពេលបច្ចុប្បន្ននេះ drone MQ-9 Reaper ត្រូវបានដាក់ប្រើប្រាស់ក្នុងប្រទេសជាច្រើនដូចជាបារាំង អង់គ្លេស អ៊ីតាលី Netherlands អេស្ប៉ាញ ឥណ្ឌាជាមួយនឹងតម្លៃប្រហែលពី 30 ទៅ 40 លានដុល្លារក្នុងមួយគ្រឿង